នាងខ្ញុំសូមថ្លែងអំណរគុណទៅដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សការផ្នែកទាំងអស់និងបុគ្គលិកអង្គការសិក្សាថ្មីដែលបានជួយបោះឆ្នោតឲ្យនាងខ្ញុំនិងបានជួយជ្រោមជ្រែងចាដើម្បីពានរង្វាន់សម្រាប់បម្រើការងារនៅក្នុងអង្គការហើយជាពិសេសសូមថ្លែងអំណរគុណទៅដល់ជោគជ័យជនទាំងអស់ជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសផងដែរដែលបានបោះឆ្នោតឲ្យនាងខ្ញុំនិងពិសេសគឺសូមថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្ដេចហ៊ុនសែនចានិងស្ដេចព្រះប្រឌិតនិងឯកឧត្តមជនរំរដ្ឋមន្ត្រីជំនុំរំនិងខ្ញុំសង្ឃឹមថាលោកទាំងអស់នឹងបន្តបោះឆ្នោតដល់នាងខ្ញុំរហូតដល់ថ្ងៃទៀតសូមថ្លែងអំណរគុណជាច្រើនចាសូមអរគុណ